មកធ្វើជ្រក់ខ្ទឹមញ៉ាំទៀតហើយបងអូនជ្រក់ខ្ទឹមខៀវបែបចិនណាបងអូនហើយសម្រាប់បងអូនខ្លះគាត់ធ្វើហើយអត់ឡើងខៀវស្អាតមកពីមូលហេតុបងអូនអត់ចម្រោះទឹកឲ្យស្ងួតឲ្យស្អាតបងអូនមុនដំបូងបងអូនចិត្តក្បាលចិត្តកតុយហើយបងអូនដាក់លាងឲ្យស្អាតហើយដាក់ចម្រោះនៅលើកញ្ឆេងមកសន្ទុះសិនទៅហើយចាំយកមកលើកមកដាក់លើกระดาษដែលបឺតខ្លាញ់ហើយជូតសម្អាតម្សាទៀតហើយបានយើងរៀបដាក់កែវហើយកែវដែលយើងប្រើហ្នឹងបងអូនលាងទឹកក្តៅឲ្យស្អាតណាបងអូនណាហើយយើងទាំងរៀបដាក់កែវចឹងមកហើយវិធីងាយទេសម្រាប់ធ្វើជ្រក់ខ្ទឹមខៀវនេះយើងមានទឹក 200 ml ហើយនឹងទឹកខ្មេះ 200 ml ខ្ញុំជ្រើសរើសយកទឹកខ្មេះប៉មបងអូនយើងញ៉ាំខ្លួនឯងអញ្ចឹងយើងជ្រើសរើសទឹកខ្មេះប៉មវាល្អដល់សុខភាពហើយយើងមានស្ករចំនួន 2 ស្លាបព្រាទៅហើយអំបិល 1 ស្លាបព្រាទៅបងអូនចាក់ចូលហើយយើងកូរទៅជាល្បាយតែមួយទៅហើយយើងចាក់ចូលកែវមកបងអូនហើយមួយទៀតបងអូននៅពេលដែលបងអូនទុកឲ្យវាចុះត្រជាក់ខ្លាំងពេកនៅពេលដែលយើងចាក់ចូលខ្ទឹមក៏វាអត់ឡើងស្រួយហើយពណ៌អត់ស្អាតដែរអាហ្នឹងក៏វាជាចំណុចសំខាន់ដែរអញ្ចឹងនៅពេលដែលមកពុះឲ្យបងអូនលើកដាក់ចូលចាក់ចូលកែវណាបងអូនណាហើយសម្រាប់ខ្ទឹមឲ្យវាចេញពណ៌ស្អាតហ្មងគឺ14ថ្ងៃប៉ុន្តែហើយរូបភាពនៅtrongវីដេអូដែលខ្ញុំបង្ហាញជូនបងអូនហ្នឹងខ្ទឹមខ្ញុំទៅតែបានតែ8 9ថ្ងៃទេបងអូនបើចាំដល់14ថ្ងៃទៀតគឺវាឡើងខៀវស្អាតជាង